Xôm chun rương bù rò rột ẩn đào chanh bao tuần sai miên rương muối ban đầm nà thả miên bù rò mà nẹ chmú nì mùรស់នៅក្នុងភូមិមួយក្បែរជើងភ្នំមកបានចិញ្ចឹមឆ្កែមួយទុកដេញចាប់សត្វយកមកលក់ចិញ្ចឹមជីវិតថ្ងៃមួយនាយមកបាននាំឆ្កែរបស់គេចូលទៅក្នុងព្រៃដើម្បីរកអណ្ដើកព្រោះខែនេះគឺជាខែអណ្ដើកពងហើយមកដល់ក្បែរមាត់ត្រពាំងឆ្កែក៏បានឃើញអណ្ដើកមួយកំពុងតែវាកើមបំរុងចុះទៅក្នុងត្រពាំងវិញឆ្កែឃើញដូច្នោះក៏ព្រុសយ៉ាងខ្លាំងស្រែកហៅម្ចាស់របស់វាឲ្យមកមើលអណ្ដើកនោះនាយមកត្រេកអរខ្លាំងណាស់ក៏បានស្ទុះទៅចាប់អណ្ដើកជាប់ច្រកចូលទៅក្នុងការុងភ្លាមពេលនោះមានសត្វទន្សាយមួយកំពុងតែស៊ីស្មៅនៅក្បែរមាត់ត្រពាំងនោះដែរទន្សាយជាមិត្តនឹងអណ្ដើកពេលឃើញមិត្តរបស់វាត្រូវមនុស្សចាប់ច្រកការុងបែបនេះទន្សាយក៏បានស្រែកប្រាប់នាយមកថាអូបងប្រុសបងចាប់អណ្ដើកនេះយកទៅធ្វើអ្វីខ្លួនវាធ្ងន់តែស្នូកគ្មានសាច់ប៉ុន្មានទេបងលេងអណ្ដើកនេះទៅហើយមកចាប់ខ្ញុំយកទៅស៊ីសាច់វិញទៅព្រោះខ្ញុំមានសាច់ច្រើនជាងអណ្ដើកនេះព្រោះតែជាមនុស្សឆោតល្ងងនិងលោភលន់ផងនោះនាយមកបានឮទន្សាយស្រែកប្រាប់ដូច្នោះក៏ត្រេកអរខ្លាំងណាស់ហើយប្រញាប់បោះអណ្ដើកនោះចូលទៅក្នុងត្រពាំងដើម្បីជាធ្នូជាមួយសាច់ទន្សាយអណ្ដើកបានរួចខ្លួនជាប្រញាប់ក៏មុជចូលទៅក្នុងទឹកគេចខ្លួនបាត់ទៅចំណែកទន្សាយវាក៏លោតផ្លោះគេចរត់សម្ដៅគុំពោតព្រៃក្បែរនោះយ៉ាងលឿនពេលនេះទើបនាយមកដឹងថាខ្លួនបានចាញ់បោកទន្សាយហើយនាយមកក៏ស្រែកហៅឆ្កែឲ្យដេញតាមខាំទន្សាយយ៉ាងប្រញាប់ភ្លាមពេលនោះនាយមកខឹងផងស្ដាយផងឃើញទន្សាយបោរត់ទៅឆ្ងាយហើយនាយមកចង់ស្ទុះចូលទៅក្នុងទឹកតាមចាប់អណ្ដើកវិញស្រាប់តែពេលនោះក៏បានជួបនឹងក្រពើដ៏ធំមួយកំពុងតែពួនសំងំក្បែរមាត់ទឹកបានឃើញចំណីមកដល់ក្បែរមាត់ទឹកហើយក្រពើក៏ហក់ឡើងបំរុងខំស៊ីនាយមកជាចំណីអាហារធ្វើឲ្យនាយមកភ័យភិតយ៉ាងខ្លាំងស្ទុះបោរត់លែងងាកក្រោយនាយមករត់យកខ្លួនរួចក៏តាក់ជើងដួលពកមុខពកមាត់ទម្រាំតែរត់រួចពីសត្វក្រពើដ៏កាចសាហាវនោះមកកើតជាក្តីមួម៉ៅក៏បានចាប់ទាញដំបងមកវាយវត្តទាត់ធាក់ឆ្កែរបស់ខ្លួនទៅវិញដោយពាក្យចាស់និយាយថាខឹងគោវាយរទេះមិនខុសទេអណ្ដើកក៏បានរួចផុតពីសេចក្តីស្លាប់ត្រេកអរខ្លាំងណាស់ក៏បានស្កាត់មកជួបអរគុណមិត្តទន្សាយរបស់គេទន្សាយក៏បាននិយាយទៅកាន់អណ្ដើកថាមិនអីទេសម្លាញ់មិត្តល្អយើងត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្នអញ្ចឹងហើយទើបអាចរាប់អានគ្នាជាមិត្តបាននឹងហើយបងទន្សាយខ្ញុំពិតជាអរគុណបងខ្លាំងណាស់បើគ្មានបងប្រើប្រាជ្ញាជួយជីវិតខ្ញុំទេខ្ញុំប្រកាសជាមិនអាចរួចខ្លួនបានទេគឺត្រូវនាយមកនោះចាប់យកទៅធ្វើជាចំណីអាហារមិនខានឡើយនិយាយរួចទន្សាយក៏បានលាអណ្ដើកបោចូលទៅក្នុងព្រៃវិញឯអណ្ដើកក៏បានចូលទៅសំងំក្នុងទឹកស្រះយ៉ាងសុខសាន្តឯនាយមកវិញបានត្រឹមស្រែកឃ្លានអត់ទាំងទន្សាយអត់ទាំងអណ្ដើកសូមជូនរឿងប្រាសាទភិមាយមានរឿងដំណាលថាមានកូនស្ដេចខ្មែរមួយអង្គនៅអង្គរព្រះនាមព្រះចេត្រៈនៅពេលវ័យចម្រើនគ្រប់គ្រាន់ហើយហោរាបានទាយថាគូព្រេងរបស់ព្រះអង្គមិនទាន់កើតនៅឡើយទេកំពុងតែចាប់កំណើតនៅក្នុងផ្ទៃម្ដាយនៅទិសខាងជើងព្រះចន្ទ្រៈក៏ចេញពីវាំងទៅមើល
ហើយព្រះអង្គបានធ្វើដំណើរឆ្ងាយទៅដល់ភ្នំរុងត្រង់ប្រាសាទក្រោមក៏ឃើញអ្នកស្រែពីរនាក់ប្តីប្រពន្ធដែលប្តីកំពុងតែភ្ជួរស្រែឯប្រពន្ធមានផ្ទៃពោះកំពុងតែស្ទូងពេលនោះព្រះអាទិត្យកំពុងតែក្តៅខ្លាំងព្រះចន្ទ្រៈបានឃើញរូបឆ័ត្រឥន្ទនូលើអាកាសបាំងកម្ដៅថ្ងៃឲ្យប្រពន្ធអ្នកស្រែឃើញហេតុដូច្នោះព្រះចន្ទ្រៈក៏ចូលទៅសុំធ្វើជាអ្នកបម្រើដោយជម្រាបប្រពន្ធអ្នកស្រែថាកូនដែលនៅក្នុងផ្ទៃម្ដាយនេះប្រសិនបើកើតមកជាប្រុសខ្ញុំនឹងសុំយកធ្វើជាសម្លាញ់បើកើតមកជាស្រីខ្ញុំនឹងសុំយកធ្វើជាប្រពន្ធព្រះចន្ទ្រៈនៅបម្រើអ្នកស្រែនោះរហូតទាល់តែទារកក្នុងផ្ទៃកើតហើយបានដាក់ឈ្មោះថានាងអភឹមតាំងពីតូចនាងអភឹមតែងតែរត់លេងជាមួយព្រះចន្ទ្រៈហើយហៅព្រះចន្ទ្រៈថាបងរហូតលុះដល់នាងអាយុ16ឆ្នាំព្រះចន្ទ្រៈក៏បង្ហាញការពិតឲ្យឪពុកម្ដាយនាងភឹមថាខ្លួនព្រះអង្គជាកូនស្ដេចហើយព្រះអង្គនឹងយាងទៅយកគ្រឿងខាន់ស្លាដើម្បីរៀបការជាមួយនាងភឹមព្រះចន្ទ្រៈក៏លាឪពុកម្ដាយនិងនាងភឹមត្រឡប់ទៅអង្គរធំដើម្បីទៅយកគ្រឿងខាន់ស្លានាងអភឹមមានលក្ខណៈពិសេសម្យ៉ាងគឺសក់នាងមានក្លិនក្រអូបគួរជាទីពេញចិត្តថ្ងៃមួយនាងបានចុះទៅងូតទឹកស្ទឹងពេលនោះសក់របស់នាង3សរសៃក៏បានជ្រុះអណ្ដែតតាមទឹកនៅឯចុងស្ទឹងនោះក៏មានស្ដេចមួយអង្គព្រះនាមព្រះបាទព្រហ្មទត្តកំពុងប្រព្រាតព្រៃនៅទីនោះហើយក៏ចុះស្រង់ទឹកស្រាប់តែសក់3សរសៃរបស់នាងអភឹមអណ្ដែតរសាត់ដល់ទីនោះជាប់នឹងព្រះកាយព្រះអង្គដោយក្លិនសក់ក្រអូបខ្លាំងពេកធ្វើឲ្យស្ដេចព្រហ្មទត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយព្រះអង្គក៏បានបញ្ជាឲ្យពួកអាមាត្យតាមរកម្ចាស់សក់នោះនៅតាមដងស្ទឹងខាងលើឃើញហើយពួកអាមាត្យក៏បានចាប់បង្ខំនាងអភឹមយកទៅថ្វាយព្រះបាទព្រហ្មទត្តស្ដេចព្រហ្មទត្តបាននាំនាងអភឹមរហូតមកដល់ស្រុកមួយឈ្មោះស្រុកនាងយំដែលសៀមហៅថាស្រុកនាងរងដោយក្តីនឹករលឹកចំពោះព្រះចន្ទ្រៈខ្លាំងពេកនាងអភឹមអត់បាយអត់ទឹកគិតតែអង្គុយសញ្ជប់សញ្ជឹងស្រងោតស្រងាត់នៅពេលយប់ស្ងាត់នាងបានរួចរត់ចេញទៅលាក់ខ្លួននៅកន្លែងមួយដែលហៅថាផ្លាយបាត់ស្ដេចព្រហ្មទត្តក៏បានតាមរកឃើញទៀតហើយចាប់នាងយកទៅកន្លែងផ្សេងនៅនគររាជសីមាចំណែកព្រះចន្ទ្រៈវិញក្រោយពេលត្រឡប់មកដល់នគរធំក៏បានរៀបរាប់ដំណើររឿងថ្វាយព្រះមេត្តារួចក៏រៀបចំបណ្ដាការសុទ្ធតែជារបស់មានតម្លៃនាំយកទៅស្ដីដណ្ដឹងនិងរៀបការជាមួយនឹងនាងអភឹមពេលទៅដល់ផ្ទះបានឃើញឪពុកម្ដាយនាងអភឹមកំពុងយំសោកសង្រេងបោកខ្លួនព្រោះបាត់កូនស្រីជាទីស្រឡាញ់អ្នកទាំងពីរបានរៀបរាប់អំពីហេតុការណ៍ទាំងនោះឲ្យព្រះចន្ទ្រៈស្ដាប់តាំងពីដើមរហូតដល់ចប់ព្រះចន្ទ្រៈស្ដាប់ហើយក៏បាននាំគ្នាចេញដំណើរទាំងអស់គ្នាទៅតាមរកនាងអភឹមព្រះចន្ទ្រៈបានធ្វើដំណើរទៅដល់ស្ទឹងមួយក៏បោះមាសប្រាក់កែវកងចោលនៅទីនោះហើយបញ្ជាទៅពួកពលដែលហែហោមដំណើរជាមួយឲ្យត្រឡប់ទៅរាជធានីវិញចំណែកឯព្រះអង្គតាមរកនាងអភឹមជាបន្តទៅទៀតតែមួយអង្គឯងកន្លែងដែលព្រះចន្ទ្រៈបោះមាសប្រាក់ចោលនោះអ្នកស្រុកឲ្យឈ្មោះថាស្ទឹងផ្លាយមាសសពថ្ងៃសៀមហៅថាផ្លាយមាត់ឯស្ដេចព្រហ្មទត្តកំពុងតែបង្ខំនាងអភឹមឲ្យរៀបការជាមួយទ្រង់នាងតែងតែអង្វរព្រះបាទព្រហ្មទត្តសូមពន្យាពេលជានិច្ចព្រោះសង្ឃឹមថាព្រះចន្ទ្រៈពិតជាមករកនាងមិនខានឡើយព្រះចន្ទ្រៈនិងនាងអភឹមជួបគ្នានោះអ្នកស្រុកគេហៅថាវិមាយឬពិមាយតែក្រោយមកក៏គេហៅថាភិមាយរហូតមកដល់សព្វថ្ងៃព្រះចន្ទ្រៈនិងនាងអភឹមមានការព្រាត់ប្រាសគ្នាច្រើនសារជាបន្តបន្ទាប់រហូតដល់ចុងក្រោយបង្អស់នាងអភឹមបានអធិដ្ឋានខ្លួនបួសជាព្រាហ្មណ៍ស្លៀកពាក់សដើររកព្រះចន្ទ្រៈថ្ងៃមួយនោះនាងបានដើរទៅដល់នគរមួយគប់ជួនពេលនោះបុត្រីរបស់ស្ដេចនគរនោះត្រូវពុះចឹកគ្រូពេទ្យជាច្រើនមើលមិនជាសោះស្ដេចជាបិតាក៏ប្រកាសរកអ្នកមានសមត្ថភាពដែលអាចព្យាបាលបុត្រីព្រះអង្គឲ្យជាសះស្បើយនោះព្រះអង្គនឹងលើកបុត្រីឲ្យធ្វើជាភរិយា
នាងអភឹមបានសុំចូលទៅព្យាបាលកូនស្ដេចអង្គនោះរហូតជាសះស្បើយក្រោយមកស្ដេចជាបិតាក៏សម្រេចព្រះទ័យសង់វត្តមួយនៅក្បែរព្រះរាជវាំងដើម្បីជូននាងព្រាហ្មណ៍ស្នាក់នៅចំណែកព្រះចិន្ទ្រៈបានដើរតាមរកនាងអភឹមពាសពេញព្រៃគ្រប់ស្រុកភូមិរហូតបានមកឈប់សម្រាកនៅក្នុងសាលាវត្តនោះព្រះអង្គចាំមុខនាងអភឹមមិនបានទេតែនាងអភឹមនៅចាំមុខប្តីបានយ៉ាងច្បាស់លាស់ដោយនាងចង់ពិសោធន៍មើលចិត្តប្តីក៏ដណ្ដឹងសួរពីប្រវត្តិរបស់ព្រះចិន្ទ្រៈព្រះចិន្ទ្រៈក៏បានរៀបរាប់ប្រាប់ទៅនាងថាយើងកំពុងតែដើររកស្ត្រីម្នាក់ឈ្មោះនាងអភឹមដែលជាប្រពន្ធសម្លាញ់របស់យើងដែលនាងត្រូវស្ដេចព្រហ្មទត្តចាប់យកមកជាយូរមកហើយប្រពន្ធរបស់ព្រះអង្គស្លាប់ទៅហើយឬយ៉ាងណាក៏មិនដឹងដំណឹងនោះព្រះអង្គគួរតែយកប្រពន្ធថ្មីទៀតទៅកុំនៅចាំនាងអីទេទោះបីជានាងមានប្តីហើយក៏ដោយគឺយើងនៅតែស្រឡាញ់នាងដដែលបើមិនបានជួបនាងនោះទេយើងសុខចិត្តនៅលីវរហូតដល់ស្លាប់តែម្ដងក្រោយពីបានពិសោធន៍គ្រប់យ៉ាងរួចហើយនាងព្រាហ្មណ៍ក៏បានដឹងចិត្តព្រះចិន្ទ្រៈថានៅតែស្រឡាញ់ស្មោះជាមួយនាងទើបបានបង្ហាញការពិតថារូបនាងគឺជានាងអភឹមតមកនាងក៏អធិដ្ឋានលាភ្នោះហើយព្រះចិន្ទ្រៈក៏បាននាំនាងអភឹមទៅសោយរាជ្យនៅនគរធំវិញក្រោយមកទៀតគូស្វាមីភរិយាបានកសាងប្រាសាទក្រោមនៅខេត្តបុរីរំសប្តាហ៍ថ្ងៃគេនៅឃើញមានគ្រែដែលម្ដាយនាងបានអាំងភ្លើងកាលពីពេលប្រសូតរូបនាងព្រមទាំងកីដែលនាងចាប់ត្បាញសម្ពុតនាងក្រៅគោបន្ទាប់មកនាងបានកសាងប្រាសាទភីម៉ៃនិងប្រាសាទភ្នំរុងដើម្បីបូជាទេវតាដែលបានជួយនាងឲ្យជួបប្តីនិងឲ្យផុតពីក្តីទុក្ខ